ចាសួស្តីពុកម៉ែបងប្អូនស្វាគមន៍មកកាន់ថ្នាក់រៀនភាសាចិនអនឡាញជាមួយផង KH ចាថ្ងៃនេះមកចែកម្លែកចាប្រធានបទតកតងជាមួយនឹងគ្រូបរិញ្ញាចាដល់ពុកម៉ែបងប្អូនសម្រាប់បងប្អូនដែលរៀនភាសាចិនចាយើងឃើញរូបភាពនេះយើងក៏ជាហៅថាឡៅsưចាឡៅsưគ្រូបង្រៀនគ្រូអញ្ចឹងណាបងប្អូនប៉ុន្តែនៅក្នុងភាសាចិនខក្រៅពីពាក្យថាឡៅsưវាមានពាក្យមួយទៀតគេហៅថាចៅsưចាតើពាក្យថាចៅsưជាមួយនឹងពាក្យថាឡៅsưខុសគ្នារបៀបម៉េចតោះយើងទៅស្វែងយល់ទាំងអស់គ្នា ចាដំបូងយើងមើលពាក្យថាជាឡៅsưចាឡៅsưឡៅsưគឺជាពាក្យមួយដែលយើងប្រើជាប្រចាំចាគេហៅថាជាភាសានិយាយខុសត្រូវខ្វះជួនឆងចាគឺជាភាសាគេហៅភាសានិយាយហើយជាភាសាគោរពដល់អ្នកដែលគាត់ទៅរៀនយើងអញ្ចឹងណាចាយើងហៅថាគ្រូចាហើយនៅក្នុងភាសាទៅវាមានរៀងខុសគ្នាជាមួយភាសាខ្មែរយើងបន្តិចផងការហៅឈ្មោះការហៅគ្រូអញ្ចឹងណាក្នុងភាសាអញ្ចឹងនៅពេលដែលយើងហៅគ្រូ ចាយើងអាចដាក់តកោគាត់ពីមុខចាដើម្បីចាគួរសមគោរពគាត់ចឹងណាឧទាហរណ៍តកោចាងអញ្ចឹងយើងហៅថាចាងឡៅsưចាចាងឡៅsưគ្រូអ្នកគ្រូចាងអញ្ចឹងណាចាបងប្អូនតែនៅក្នុងភាសាខ្មែរយើងអត់អាចហៅបានទេចឹងបងប្អូនដឹងហើយថាយើងមិនអាចហៅបានទេចាតែភាសាចិនគឺយើងអាចហៅអញ្ចឹងណាចាអឺសម្រាប់ពាក្យថាចៅsưចាចៅsưគឺជាពាក្យគេបកមកគ្រូបង្រៀនហើយពាក្យហ្នឹងគឺជាពាក្យដែលបញ្ជាក់ពីមុខរបរអញ្ចឹងណាហើយជាទូទៅគេប្រើនៅក្នុងចាភាសាសរសេរចានៅចាភាសាសរសេរអញ្ចឹងណាចានៅក្នុងអឺលក្ខណៈផ្លូវការចាឯកសារផ្លូវការបែបអញ្ចឹងណាចាហ្នឹងគេហៅថាភាសាសរសេរចាបងប្អូនឧទាហរណ៍នេះចាអឺចាថ្ងៃប្រតិទិនថ្ងៃខែប្រតិទិននេះបងប្អូនឃើញថ្ងៃ10ចាខែ9គឺជាថ្ងៃចាគេហៅថា教师节ចា教师节គេហៅទិវាគ្រូបង្រៀនចាទិវាគ្រូបង្រៀនអញ្ចឹងកន្លែងនេះគេហៅថាវាជាភាសាផ្លូវការបងប្អូនអញ្ចឹងគេអត់ប្រើពាក្យថាឡៅsưទេចាអញ្ចឹងតែពេលដែលយើងប្រើជាផ្លូវការយើងត្រូវប្រើពាក្យថា教师ចា教师节ចា教师节ទិវាគ្រូបង្រៀនចាក្រៅពីនេះហើយគឺមានឧទាហរណ៍មួយទៀតចាអានេះគឺជាវិញ្ញាបត្រគ្រូបង្រៀនអញ្ចឹងណាបងប្អូនចាគឺក្នុងភាសាចិនគេហៅថាចា教师资格证អញ្ចឹងណា教师资格证ចាគឺវិញ្ញាបត្រគ្រូបង្រៀនចាអញ្ចឹងនេះជាចាលក្ខណៈប្រើខុសគ្នារវាងពាក្យថាឡៅsưជាមួយនឹងពាក្យថា教师ចាស្របមកវិញពាក្យថាឡៅsưគឺជាពាក្យដែលយើងអាសាប្រើប្រចាំថ្ងៃហៅគ្រូយើងអញ្ចឹងណាហើយឡៅsưហ្នឹងចាជាពាក្យមួយដែលសិទ្ធស្នាដែរចាបងប្អូន តែសម្រាប់ពាក្យថាចៅស៊ឺពាក្យនេះគឺជាផ្លូវការអញ្ចឹងណាអឺអត់មានចាបង្ហាញអំពីភាពស្និទ្ធស្នាលរវាងចាគ្រូជាមួយសិស្សទេចាពាក្យនេះគឺពាក្យចាទូទៅតែបើយើងហៅឡងស៊ឺវាមានលក្ខណៈគេហៅថាជាងស្និទ្ធអីចឹងណាបងប្អូនចាហើយក៏ជាភាសាដែលយើងចាប្រើប្រចាំថ្ងៃពេលដែលយើងចូលរៀនយើងហៅឡងស៊ឺចឹងណាចាចាហើយសម្រាប់ការចែកម្លែកគឺមានតែប៉ុណ្្នឹងទេចាថ្មីនេះនាងខ្ញុំនឹងមានថ្នាក់ចាមួយទៀតចាបងប្អូនម៉ោងចា6ដល់ម៉ោង8ចាចន្លោះម៉ោងហ្នឹងណាចឹងសម្រាប់បងប្អូនដែលអត់ដែលរៀនចិនចាយើងមានមូលដ្ឋានតិចតួចចាអាចតាក់ទងចាចុះឈ្មោះជាមួយនឹងខ្ញុំបានចាថ្មីនេះយើងនឹងមានបទថ្នាក់ថ្មីទៀតចឹងណាចឹងសម្រាប់បងប្អូនដែលចង់រៀនរួសរាន់ឡើងទាំងអស់គ្នា